មុននឹងបញ្ចប់ផ្ដាំពាក្យបកូនណាលោកកូនតូចតូចបួសក្តីសឹកក្តីពេលចាក់ចេញពីវត្តនេះត្រូវនឹករលឹកនៅអនុស្សាវរីយ៍ដ៏ជូរចត់ដ៏ផ្អែមល្ហែមនៅទីនេះចេះស្រឡាញ់គ្នាចេះថែរក្សាវត្តចេះថែរក្សាសាសនាកុំបានមានមុខមានមាត់ឡើងយុស័កភ្លេចលោកគ្រូដើមអញ្ចឹងណាឥឡូវចេះក្រាបចេះលុតចេះថ្វាយបង្គំដល់ឡើងរាជាគណៈដែរចុះដើរចំបុកគ្រូឯងកុំឲ្យសោះណាបុគ្គលណាមួយប្រមាថការទៀនគ្រូបាត់ជាយនឹងនាំមកនៅសេចក្តីវិន័យមានតែធម៌កតញ្ញូទេដែលធ្វើឲ្យលោកម្ចាស់ភ្លឺថ្លាស្រស់ស្រាយនៅក្នុងជីវិតកុំឲ្យសោះណាម្ចាស់កណាធ្វើគ្រូ30ឆ្នាំកណាជួបទាំងអស់សត្វដែលគោរពដល់បាត់ជើងក៏មានដល់គេរៀនឡើងធំបន្តិចដែរគេជួបមិនទៅណាទេពុទ្ធោហើយគេដើរអីក៏គេមិនសូវអោនអីទេគេដើរមកជុំមានមួយនោះបង្រៀនផ្ដាល់ដៃនៅសាកលវិទ្យាល័យពីដើមជួបមុខដោះស្បែកជើងមករត់គោរពដល់គេឡើងធំអីដែរគេល្បីអីដែរគេដល់គេងែលស្មាអាត្មាសុខសប្បាយទេឡើយបានមកកញ្ញកណ្ដាលក្បាលកុំឲ្យសោះអញ្ចឹងណាអានេះមុនអាគមនេះប្រកែណាស់ដឹងគុណកតញ្ញូគោរពគ្រូយើងសំបីទៅតែអនាគតក៏ដោយលោកម្ចាស់រៀនដល់ណាក៏ដោយលោកគ្រូយើងនេះគឺជាគ្រឹះជាអ្នកបណ្ដុះយើងតាំងពីតូចកុំភ្លេចគ្រូបង្រៀនកការកិច្ចកៃមេលពេលដែលលោកម្ចាស់នៅស្ថិតនៅក្នុងភាពល្ងងខ្លៅអ្នកដែលមកជួយបង្រៀនលោកម្ចាស់នោះហើយជាគ្រូបាត់ជាគ្រូដើមកុំឲ្យសោះណាលោកម្ចាស់ចាំពាក្យកណាទេពេលបណ្ដាំមួយទៀតពេលអនាគតទៅសិក្សារៀនសូត្របើសិក្សាទៅបានខ្លាយជាអុកញ៉ាឯកឧត្តមលោកជំទាវអីណាកុំភ្លេចគុណពុទ្ធបរិស័ទយើងចាំទេអញ្ចឹងដើម្បីនឹងតបគុណទាំងអស់ហ្នឹងលោកម្ចាស់ត្រូវតែស្មោះត្រង់ចំពោះជាតិចំពោះសង្គមនិងសាសនាហើយធ្វើអ្វីដែលអាចនាំឲ្យប្រទេសជាតិយើងរីកចម្រើនខំរៀនកណានិយាយពាក្យខំរៀនមួយម៉ាត់នេះស្ដាប់ស្រួលណាស់ម្ចាស់ប៉ុន្តែពេលខំមិនពិបាកហើយទូលប្រកេនបន្តិចថាបើសិនជាយើងជាអ្នកបួសអត់ដឹងអត់ចេះអត់យល់អំពីព្រះពុទ្ធវចនៈទេណាលោកម្ចាស់មិនអាចទៅផ្សព្វផ្សាយឬក៏មិនអាចតំណាងព្រះពុទ្ធសាសនានៅលើឆាកអន្តរជាតិបានទេអាត្មាភាពឧស្សាហ៍ប្រឡូកជាមួយនឹងសន្និសីទអន្តរជាតិគេចង់ស្ដាប់ព្រះធម៌របស់ព្រះពុទ្ធជាម្ចាស់ហើយបើសិនជាលោកម្ចាស់អត់រៀនសូត្រទេលោកម្ចាស់គ្មានពាក្យអ្វីនឹងនិយាយជាមួយនឹងសាសដតីជាមួយនឹងជនជាតិដតីអំពីថាអ្វីដែលជាព្រះពុទ្ធសាសនាអញ្ចឹងដើម្បីនឹងអាចឲ្យលោកម្ចាស់คล้ายទៅជានិមិត្តរូបคล้ายទៅជាអ្នកតំណាងព្រះពុទ្ធសាសនានៅលើឆាកអន្តរជាតិបានមានតែលោកម្ចាស់ខំរៀនទេហើយអត់ធ្មត់កូនទាំងឡាយត្រូវតែអត់ធ្មត់កុំរអ៊ូដោយសារតែឆាន់មិនគ្រប់គ្រាន់ឃ្លានណាស់លងាណាស់ក្តៅណាស់លំបាកណាស់ចុកចកេះណាស់អីអារឿងណាស់ហ្នឹងកុំយើងហត់រៀនសូត្រញោមហត់ធ្វើស្រែបាយដែលបានមួយចានហ្នឹងយកមកលុតជង្គង់ថ្វាយលោកម្ចាស់នេះគឺកើតចេញពីញើសពីឈាមដល់លំបាករបស់ពុទ្ធបរិស័ទយើងអញ្ចឹងខណៈពេលដែលលោកម្ចាស់បរិភោគអាហារមួយចានហ្នឹងលោកម្ចាស់ត្រូវគិតថាគឺកើតឡើងអំពីញើសនិងឈាមរបស់បរិស័ទយើងអញ្ចឹងលោកម្ចាស់ត្រូវធ្វើយ៉ាងម៉េចឲ្យបាយមួយចានហ្នឹងមានតម្លៃសម្រាប់ខ្លួននិងសង្គមអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ឲ្យលោកម្ចាស់ពិចារណាថាពេលដែលអាត្មាអញកំពុងតែបរិភោគអាហារនេះ
mình men đầm bay thưa mình men đầm bay thưa luôn đôi nè rụp băm lên đôi khmênh nè sọc rư nè cây la thế cứ chăn đầm bay nhang ở tập hiệp ní ơi bật bật tơ hỏi bạn để bạn thô hỏi nằng sắc sắc chân tức đây dương bùi sang dương na dương chiêng dương chỉ nè khmai chỉ chun chỉ khmai đằng tề trâu ca bia hay đầm bay ca bia tức đây sắc na và bật thô ở đây thô ở vây từng ở ban á cứ lúc tra tại mà cha miên trong này đằng bỏ trong này đằng tề bà cô nào mà cha mơ sống cung đi mình sâu rồi để mình sâu rồi chẳng lông trang miên phải rẽ chỉ nẹt cà phê thay là xa nấu tức đầy nị bôi dụng bồn đi sát nàn đi nấu lơ tức đấy Campuchia hãy bớt sân chi dương chỉ chun chít khmái dương ọt sờ lanh tiệt dương ọt sờ lanh quạt dương phum dương tế ọt miền đê ngày nam mùi ở vậy vậy group giang là quốc bề hảo dương miền bộc bệ bảo dương lẹt bom chả nát đầm bayประเทศជាតិđầm bayศาสนาจังลงมาจากត្រូវតែបណ្ដុះចិត្តស្រឡាញ់ចំពោះទឹកដីចំពោះវត្តអារាមជាពិសេសអស់លោកសប្បុរសទាំងអស់ដែលជាអ្នកបូជានៅបច្ច័យ4ចំពោះព្រះគោណាម្ចាស់គ្រប់ព្រះអង្គអញ្ចឹងហើយចាស់ស្ដាប់បានទេប៉ុណ្ណឹងក្នុងនឹងប្រកាសជាមានមួយអង្គឬពីរអង្គជាវីរៈបុរសទៅថ្ងៃណាមួយដែរមើលមិនឃើញទេអាចមានសម្ដេចជួនឡាននៅក្នុងនឹងក៏មិនដឹងទៅថ្ងៃណាមួយមើលមិនឃើញទេនេះឯងឈ្មោះថាការឲ្យធម្មទានដល់លោកសប្បុរសអណ្ដរធានទី5ព្រះសាសនានឹងលោកថាធាតុអណ្ដរធានព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងរលាយសាបសូន្យจากផែនដីនេះតែសម្ដែងមែនទេនឹងចង់បញ្ជាក់តែចំណុច3ខាងដើមទេទី1គឺបើសិនជាអត់មានការរៀនសូត្រទេបើសិនជាមានបរិយត្តិអណ្ដរធានមិនមានការរៀនសូត្រទេនឹងនាំមិនឲ្យមានការបដិបត្តិមានន័យថាវានឹងនាំឲ្យវិន័យការបដិបត្តិកាលណាការបដិបត្តិអត់មានហើយអត់មានបដិវេទគឺការចាក់ធ្លូការពលត្រូវស្គាល់ថាអ្វីជាធម៌អ្វីជាវិន័យអ្វីជាធម៌អ្វីជាវិន័យយើងអត់ស្គាល់អញ្ចឹងសំខាន់ណាស់ញាតិញោមហើយកណ្ដាលនៅទៅសរសើរលោកម្ចាស់ពីព្រះអង្គនឹងសរសើរណាស់320អង្គញោមអើយ320អង្គខ្យល់មានក្នុងតិចប្រមាណចេញទាំងអស់ហើយមួយថ្ងៃ320អង្គមិនដូចក្តាមលើចអេនេះខ្លាំងជាងក្តាមលើចអេទៀតណាល្អិតក៏មានល្អោចក៏មានព្រះអង្គធំស្រួលគ្នានិយាយគ្នាអាត្មានៅជាមួយកូនលោកតែប្រហែល10អង្គនេះគឺថាលឹងហឹងទៅជាហើយណាតែណាវាយស្គរសាលាឆាន់មួយថ្ងៃចាំឲ្យដល់3ទូមដែរចិត្តតម្រំ320អង្គនេះជាការលះបង់ជាវរៈជាគំរូរបស់បច្ចោតិកាព្រះមន្ត្រីសង្ឃតាមបណ្ដាវត្តនានាដែលព្រះគោណាលោកបានធ្វើឲ្យនេះគឺជាអវ័យដែលពុទ្ធបំណងបណ្ដុះព្រោះនៅក្នុងព្រះពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកប្រើពាក្យមួយថាលោកត្រាស់សម្ដែងពាក្យមួយថាព្រះសង្ឃនឹងជាសមណៈសក្យបុត្រជាកូនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អ្នកណាបងគេបញ្ជូនច្រើននេះទៅជារៀមច្បងទៅជាគ្រូមើល320អង្គហើយស្ដាប់ប្រគោណាមានបន្ទូលពីខាងដើមថាសះដល់រាប់ពាន់ហើយអញ្ចឹងទេការលះបង់របស់លោកម្ចាស់ជួនកក្កដានិងព្រះប្រគោណាភិនពុទ្ធីនេះគឺលះបង់ចំពោះសង្គមជាតិចំពោះសាសនាជាពិសេសក្នុងវិស័យពុទ្ធកៈណាច្រើនមែនទែនហើយអ្វីទៀតនោះគឺញាតិញោមពុទ្ធបរិស័ទអ្នកភូមិនឹងតម្ដងអញ្ញាធរអីទាំងអស់ដែលជួយជ្រោមជ្រែងទាំងអស់ហ្នឹងគឺជាការលះបង់ដល់ក្រៃលែងមិនសំដែងទៅមុខទៀតទេសូមបញ្ចប់ត្រឹមនឹងចោះមុននឹងបញ្ចប់ផ្ដាំពាក្យប្រគោណាលោកកូនតូចបួសក្តីសឹកក្តីពេលចាក់ចេញពីវត្តនេះត្រូវនឹករលឹកនៅអនុស្សាវរីយ៍ដ៏ជូរចត់ដ៏ផ្អែមល្ហែម
នៅទីនេះចេះស្រឡាញ់គ្នាចេះថែរក្សាវត្តចេះថែរក្សាសាសនាកុំបានមានមុខមានមាត់ឡើងយុស័កភ្លេចលោកគ្រូដើមអញ្ចឹងណាឥឡូវចេះក្រាបចេះលុតចេះថ្វាយបង្គំដល់ឡើងរាជាគណៈដែរចុះដើរចំបុកគ្រូឯងកុំឲ្យសោះណាបុគ្គលណាមួយប្រមាថការទៀនគ្រូបាត់ជានឹងនាំមកនៅសេចក្តីវិន័យមានតែធម៌កតញ្ញូទេដែលធ្វើឲ្យលោកម្ចាស់ភ្លឺថ្លាស្រស់ស្រាយនៅក្នុងជីវិតកុំឲ្យសោះណាម្ចាស់កណាធ្វើគ្រូ30ឆ្នាំកណាជួបទាំងអស់សោះដែលគោរពដល់បាត់ជើងក៏មានដល់គេរាក់ឡើងធំបន្តិចដែរគេជួបមិនទៅដែរពុទ្ធោហើយគេដើរអីក៏គេមិនសូវអោនអីទេគេដើរមកជួបមានមួយនោះបង្រៀនផ្ដាល់ដៃនៅសាកលវិទ្យាល័យពីដើមជួបមុខដល់ស្បែកជើងមករត់គោរពដល់គេឡើងធំអីដែរគេល្បីអីដែរគេដល់គេងែលស្មាអាត្មាសុខសប្បាយទេឡើយបានមកកញ្ញកណ្ដាលក្បាលកុំឲ្យសោះអញ្ចឹងណាអានេះមុនអាគមនេះប្រកែណាស់ដឹងគុណកតញ្ញូគោរពគ្រូយើងសម្បីទៅអនាគតក៏ដោយលោកម្ចាស់រៀនដល់ណាក៏ដោយលោកគ្រូយើងនេះគឺជាគ្រឹះជាអ្នកបណ្ដុះយើងតាំងពីតូចកុំភ្លេចគ្រូបង្រៀនកការកិច្ចកៃមេលពេលដែលលោកម្ចាស់នៅផ្សិតនៅក្នុងភាពល្ងងខ្លៅអ្នកដែលមកជួយបង្រៀនលោកម្ចាស់នោះហើយជាគ្រូបាត់ជាគ្រូដែរកុំឲ្យសោះណាលោកម្ចាស់ចាំពាក្យកណាទេពេលបណ្ដាំមួយទៀតពេលអនាគតទៅសិក្សារៀនសូត្រប្រសិទ្ធទៅបានខ្លាយជាអុកញ៉ាឯកឧត្តមលោកជំទាវអីណាកុំភ្លេចគុណពុទ្ធបរិស័ទយើងចាំទេអញ្ចឹងដើម្បីនឹងតបគុណទាំងអស់ហ្នឹងលោកម្ចាស់ត្រូវតែស្មោះត្រង់ចំពោះជាតិចំពោះសង្គមនិងសាសនាហើយធ្វើអ្វីដែលអាចនាំឲ្យប្រទេសជាតិយើងរីកចម្រើនសូមអនុមោទនារីកាសម្ដែងធម្មវិសេសទេសនាក្នុងវេលាគ្រានេះក៏សន្មតថាចប់តែប៉ុណ្ណេះឯងអេវ៉ាំង